Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Shubi ស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃបងណាគឺយើងនឹងបន្តសាច់រឿងព្រេងទានព្រលឹងដៅអធិរាជភាគទី6នៃរដូវកាលទី3របស់យើងបន្តទៀតចឹងចូលទៅកាន់ការសម្ដែងរបស់យើងទាំងអស់គ្នាតែម្ដងទៅចាប់ផ្ដើមឡើងនៅក្នុងភាគទី6នេះជាមួយនឹងលូយ៉ាងប្រជុំមកជាមួយមនុស្សរបស់ដាវព្រះឡុងយ៉ាហើយអបិស៊ីធូលៃនឹងគេក៏បានប្រាប់លូយ៉ាងកុំឲ្យករើកតុងខ្លាំងពេកចំណែកឯយានលៃធានគេក៏បានកើតផងដែរអំពីលូយ៉ាងដែលបានរត់គេចខ្លួនមិនដាច់បន្សល់ដានឲ្យពួកគេតាមនេះក៏ប្រហែលជាលុយយ៉ាងគេប្រើប្រាស់នៅយន្តបំលាស់ទីគ្មានដានឬដូច្នេះហ្វុងលេយាក៏បាននិយាយថាវាមិនអាចទៅរួចនោះទេព្រោះតែយន្តបំលាស់ទីគ្មានដានវាគឺកំរណាឯចំពោះសៀវហៃយូក៏បានប្រាប់អ្នកគ្រប់គ្នាកុំហិននិយាយពីឥតប្រយោជន៍ជាមួយនឹងលុយយ៉ាងទៀតអីចាត់ការលុយយ៉ាងជាមុនសិនបញ្ចេញនៅចំហាយធម្មពលលេចឡើងនៅខ្លះកំណាញ់មួយបោលចូលទៅវាប្រហារលើលុយយ៉ាងវិញគេក៏បានប្រើប្រាស់នៅដាវអមតៈធ្វើការទប់ទល់ជាមួយនឹងវាឲ្យខ្លាហើយនឹងម្ចាស់ទៀតប៉ាងទៅខាងក្រោយវិញធ្វើឲ្យសៀវហៃយូបាក់ភ្នែកធំទាំងមានការភ្ញាក់ផ្អើលដែលអាចទប់ទល់ជាមួយនឹងខ្លួនបានដោយងាយបែបនេះមិនត្រឹមតែប៉ុណ្ណឹងនោះទេលុយយ៉ាងក៏បាននិយាយឌឺដងទៅកាន់សៀវហៃយូថាតែព្រះឋានសួគ៌កម្រិតទី7គឺមានតែប៉ុណ្ណឹងទេឬរួចហើយឡុងយ៉ាងក៏បានដើរមកខាងមុខបន្តិចសួរមកកាន់លុយយ៉ាងថាតើលុយយ៉ាងគេបានទទួលនៅសំណាងអ្វីខ្លះនៅវាលបំផ្ទុះមរណៈលុយយ៉ាងក៏បានតបមកកាន់គេវិញភ្លាមថាវាគឺគ្មានអ្វីច្រើននោះទេហើយបើសិនជាគ្នារបស់ឡុងយ៉ាងគេខ្លាចខ្លួននោះឆាប់ដកថយទៅវាគឺល្អជាបើមិនដូច្នេះទេខ្លួននឹងចាត់ការពួកគេឲ្យដេកភ្លាមឬសំដីដែលក្រកតមរបស់លុយយ៉ាងដូច្នេះហើយសៀវហៃយូក៏បាននិយាយប្រាជ្ញាចិត្តថាគេនឹងចាត់ការលុយយ៉ាងឲ្យបានមកទោះបីត្រូវចំណាយអ្វីក៏ដោយបង្កើនថាពលរបស់គេបន្ថែមទៀតបញ្ចូលទៅកាន់ខ្លាកំណាចពង្រីកខ្លួនទៅកាន់តែធំក្រឹមដាក់លុយយ៉ាងសម្បើមបែបនេះហើយលុយយ៉ាងគេក៏បានប្រើប្រាស់នៅជំនាញដើរខ្លានេះកាប់ចំហាយដើរធ្វើការទប់ទល់ជាមួយនឹងខ្លាកំណាចរបស់សៀវហៃយូបំបែកនៃការវាប្រហាររបស់សៀវហៃយូធ្វើគេឃ្លាតប៉ាងទៅខាងក្រោយមិនតអស់នោះទេលុយយ៉ាងក៏បានបំលាទីយ៉ាងលឿនប្រើដៅអមតៈកាប់មកកាន់សៀវហៃយូដែលបែបនេះសៀវហៃយូក៏បានប្រើប្រាស់នៅរបាំងការពារខ្លានេះមកតបរងជាមួយនឹងផ្លែដៃរបស់លុយយ៉ាងប៉ុន្តែវាគ្មានសិទ្ធិភាពនោះទេត្រូវបានលុយយ៉ាងកាប់បំបែកបំផាំងគេទៅម្ដងទៀតឃើញលុយយ៉ាងចាត់ការមកលើសៀវហៃយូដូច្នេះសិធូលៃពិតជាមានកំហឹងជាខ្លាំងបញ្ចេញនៅស្នៀតធាតុទាំង5នៃផ្គរន្ទះឯចំណែកហ្វឹងលេយាក៏បានបញ្ចេញនៅស្នៀតខ្យល់ទេវភាពគ្មានដែនកំណត់បើចំពោះយានលៃធានក៏ដូចគ្នាផងដែរដោយគេបានបញ្ចេញនៅស្នៀតភ្លើងកំណាចនិងភ្លើងទេវភាពរកចូលទៅវាប្រហារព្រមគ្នាទាំង3នាក់មកលើលុយយ៉ាងតែម្ដងលុយយ៉ាងរបស់យើងវិញគេក៏មិនឈរឲ្យពួកអ្នកទាំង3នាក់នឹងវាយគេ free ដែរចឹងគេក៏បានបញ្ចេញនៅជំនាញឋានសួគ៌និងផែនដីនៃឈិនខុនធ្វើការវាប្រហារបកទៅកាន់ស៊ីធូឡៃគេទៀតប៉ើងទៅខាងក្រោយនៅសល់2នាក់ទៀតគេក៏បានព្យាយាមធ្វើការទប់ទល់ជាមួយ2នាក់នឹងកាត់ការពួកគេទាំងពីរឲ្យប៉ើងទៅខាងក្រោយរៀងខ្លួនហើយដោយសារតែលុយយ៉ាងគេខ្ជិលចង់ជជែកពេលវេលាដោយបែបនេះគេក៏បានបញ្ចេញនៅរូបកាយវិញ្ញាណរបស់គេនឹងឲ្យសម្រុកចូលទៅទប់ទល់ជាមួយនឹង2នាក់នោះខ្លួនគេផ្ទាល់គឺបានធ្វើការទប់ទល់ជាមួយនឹងយានលៃធានរូបកាយវិញ្ញាណរបស់លុយយ៉ាងក៏បានធ្វើការទប់ទល់ជាមួយនឹង2នាក់នោះដែលបានចាត់ការពួកគេ2នាក់ឲ្យខ្ទាតប៉ើងទៅខាងក្រោយរៀងខ្លួនបើទោះបីជាបែបនេះក៏ដោយក៏2នាក់នឹងនៅតែសម្រុកចូលមកធ្វើការទប់ទល់ជាមួយនឹងរូបកាយវិញ្ញាណរបស់លុយយ៉ាងដដែលដោយខ្លាចថាពួកគេមិនអាចទប់ទល់ជាមួយនឹងលុយយ៉ាងព្រមជាមួយនឹងរូបកាយវិញ្ញាណរបស់លុយយ៉ាងបានចឹងហើយឡុងយ៉ាងក៏បានប្រាប់ឲ្យ3នាក់នឹងបញ្ចេញនៅស្នៀតចុងក្រោយភ្លាមទៅដូច្នេះហើយពួកគេទាំង3នាក់ក៏បានបញ្ចេញនៅស្នៀតចុងក្រោយព្រមគ្នាតែម្ដងធ្វើឲ្យអា2នាក់ជាគុណធាននោះបាននិយាយថាដោយការបញ្ចេញនៅធម្មពលពេញលេញបែបនេះបើទោះបីជាដើរព្រះឈៀនខុនមានធម្មពលខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចទប់ទល់បានដែរងាកមកខាងអ្នកប្រយុទ្ធ4នាក់នេះវិញដោយ3នាក់គេនឹងក៏បានបើការវិប្រហារដោយធម្មពលពេញលេញរបស់ពួកគេមកកាន់លុយយ៉ាងភ្លាមតែម្ដងដោយបែបនេះហើយលុយយ៉ាងគេក៏បានបញ្ចេញនៅក្បួននៃការបង្កើតដាវជានឹងយ៉ាងដោយបានលេចឡើងនៅស្រមោលនាគមួយគូទៅទប់ទល់ជាមួយនឹងពួកគេទាំង3នាក់នឹងបានចាត់ការស៊ីធូលៃឲ្យខ្ទាតប៉ាងប៊ីតែនឹងត្រូវឡុងយ៉ាងទៅហើយបើគុំតែគេបំលាស់ទីកិច្ចចេញតនងាកមកខាងលុយយ៉ាងវិញមិនតាន់អស់នោះទេគេក៏បានសម្រាប់ខ្លួនកិច្ចពីការវិប្រហាររបស់2នាក់នោះមកខាងក្រៅខ្នង2នាក់គេធ្វើឲ្យពួកគេទាំង2នាក់នឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនចាំយូរទៀត2នាក់នឹងក៏បានកាប់នៅចំហាយដើរខ្វាយវិប្រហារមកកាន់លុយយ៉ាងនិងរូបកាយវិញ្ញាណរបស់លុយយ៉ាងតែក៏ត្រូវបានលុយយ៉ាងបើកនៅរបាំងធម្មពលការពារពីការវិប្រហាររបស់2នាក់នឹងហើយនឹងបានកាប់នៅចំហាយដើរសងទៅកាន់2នាក់នឹងវិញភ្លាមនៅនឹងកន្លែងធ្វើឲ្យពួកគេទាំង2នាក់នឹងខ្ទាតប៉ាងទៅខាងក្រោយទាំងពីរតែម្ដងនឹងត្រូវរបួសយ៉ាងខ្លាំងគូសំឃើញដូច្នេះហើយស៊ីធូឡៃក៏ចង់សម្រុកចូលមកទប់ទល់ជាមួយនឹងលុយយ៉ាងទៀតប៉ុន្តែក៏ត្រូវបានឡុងយ៉ាងខាត់គេហើយនឹងបាននិយាយថាវាគឺមិនចម្លែកនោះទេដែលដើរព្រះឈិនខុនទៅតែកម្រិតទី3បែរជាអាចទប់ទល់ជាមួយនឹងយ៉ាងហ្វានដែលស្ថិតនៅក្នុងដំណាក់កាលកំពូលនៃកម្រិតទី6ប៉ុន្តែវាក៏ជាអក្ស
សល់ផងដែរបើទោះបីជាជំនាញដៃរបស់ដៃព្រះជាងគុណខ្លាំងប៉ុណ្ណាក៏ដោយក៏វានឹងមិនល្អឥតខ្ចោះពេកនោះទេយ៉ាងច្រើនគឺអាចត្រឹមទប់ទល់ជាមួយនឹងព្រះដែលស្ថិតនៅក្នុងកម្រិតទី7ធម្មតាតែប៉ុណ្ណោះហើយប្រសិនបើប្រយុទ្ធជាមួយនឹងខ្ញុំដែលផ្ទាល់នោះច្បាស់ណាស់នឹងមិនអាចទទួលបាននៅជ័យជំនះនោះទេឬការនិយាយដ៏សែនអំនួតរបស់ឡុងចាំងដូច្នេះលូចាំងក៏បានតបតទៅគេវិញថាមិនបានជាគេដឹងច្បាស់ខ្លាំងម្ល៉េះបើមិនតន់ប្រយុទ្ធគ្នាផងនឹងហើយថាតើគេហ៊ានភ្នាល់ជាមួយនឹងខ្លួនដែរឬក៏អត់ឬក៏គេមិនហ៊ានទេឬសម្ដីរបស់លូចាំងបែបនេះឡុងចាំងគេក៏បានបញ្ចេញទឹកមុខដោយកំហឹងផងដែរប៉ុន្តែលូចាំងក៏បាននិយាយបន្តឲ្យគេស្ដាប់ថាប្រសិនបើការប្រយុទ្ធមួយនេះលូចាំងគេទទួលបានជោគជ័យនោះគេគឺគ្រាន់តែចង់ខ្ចីនៅក្បួនបំលាស់ទីចម្ងាយឆ្ងាយតែប៉ុណ្ណោះហើយពួកគេទាំងអស់គ្នាគឺមិនដែលស្គាល់គ្នានោះឡើយអញ្ចឹងបន្ទាប់ពីការប្រយុទ្ធត្រូវបានបញ្ចប់គួរតែបញ្ចប់នៅគំនុំទាំងអស់ទៅដោយគ្រាន់តែលើការនិយាយដោយទំនុកចិត្តរបស់លូចាំងបែបនេះលុងចាំងនឹងគេក៏បានយកមកគិតពិចារណាផងដែរថាតើលូចាំងគេគឺពិតជាមានសន្លឹកបៀចុងក្រោយមែនឬមួយក៏គេគ្រាន់តែបន្លំខ្លួនហើយបើសិនមកខ្លួនដោះលែងឲ្យលូចាំងចាចេញទៅនោះមិនត្រឹមតែគេធ្វើឲ្យរលហិតអមតៈមានកំហឹងជាមួយនឹងគេហើយថែមទាំងធ្វើឲ្យមុខមាត់របស់គេអាប់អោនថែមទៀតគិតពិចារណារួចហើយលុងចាំងក៏បានតបទៅនឹងសម្ដីរបស់លូចាំងវិញថាត្រឹមតែពាក្យប្រមាណម៉ាត់សដែលព្រះជាគុណអញបែរជាចង់គេចេញពីកណ្ដាប់ដៃរបស់ខ្ញុំយល់សពតើនិយាយរួចហើយគេក៏បានបញ្ចេញនៅរូបកាយធម៌ពលយ៉ាងធំប៉ុណ្ណានៃធ្វើការវិប្រហារទៅកាន់លូចាំងដែលបែបនេះលូចាំងគេក៏បានបញ្ចេញនៅសៀតដាវរួមគ្នាជាមួយនឹងរូបកាយវិញ្ញាណធ្វើការទប់ទល់ជាមួយនឹងបាតដៃរន្ទះរបស់រូបកាយធម៌ពលឡុងយ៉ាងហើយឡុងយ៉ាងគេក៏បាននិយាយទាំងទំនុកចិត្តថាចាប់តាំងពីពេលនេះតទៅដៃអមតៈពីដើមនៅក្នុងដៃរបស់លូយ៉ាងនឹងខ្លាចមកជារបស់ខ្លួនបើទោះបីជាលើកនេះលូយ៉ាងអាចទប់ទល់ជាមួយនឹងបាតដៃដ៏ធំរបស់គេបានក៏ដោយក៏ឡុងយ៉ាងបានប្រើប្រាស់នៅដៃទាំងគូនៃរូបកាយធម៌ពលរបស់គេដល់មួយទំហឹងមកកាន់លូយ៉ាងតែលូយ៉ាងក៏បានសម្រាប់ខ្លួនគេចផុតបើទោះចឹងក៏ដោយក៏លូយ៉ាងគេត្រូវរបួសផងដែរឃើញបែបហ្នឹងភ្លាមឡុងយ៉ាងនឹងក៏បានសើចចំអមមកឲ្យលូយ៉ាងហើយក៏បាននិយាយមកកាន់លូយ៉ាងថាគេនឹងអស់ក្បាច់ហើយមែនដែរទេលូយ៉ាងរបស់យើងនឹងគេក៏មិនខ្ចីនិយាយទៅរកអាប៉ែឡុងយ៉ាងនឹងនោះទេដោយគេបានគិតថាគឺមិនអាចបណ្ដោយឲ្យវាទៅជាបែបនេះបាទនោះទេគេក៏គួរតែប្រើប្រាស់នៅដាវទេវភាពពីដើមដែលជាធាតុទឹកភ្លើងដែលត្រូវបានបន្សុទ្ធដោយថ្មទេវភាពប្រភពដើមធាតុទឹកភ្លើងដើម្បីបញ្ចប់នៅរឿងនេះឲ្យបានឆាប់តាអ្វីដែលអាចធ្វើទៅបានមិនគិតយូរនិយាយរួចហើយក៏បានបញ្ចេញវាឡើងមកភ្លាមទាំងពីរដើមតែម្ដងឃើញលូយ៉ាងធ្វើបែបនេះដែលព្រះឡុងយ៉ាងនឹងក៏បាននិយាយមើលស្រាលមកកាន់លូយ៉ាងបន្ថែមទៀតថាសូម្បីតែដាវអមតៈក៏អាចយកឈ្នះខ្លួនបានផងប៉ុន្តែលូយ៉ាងបើជាបដូរប្រើប្រាស់ដាវទេវភាពកម្រិតទី2ទៅវិញចំណែកឯអបិស៊ីធូឡៃវិញក៏បានសើចចំមកលើទង្វើរបស់លូយ៉ាងផងដែរនឹងនិយាយផងដែរថាមនុស្សល្ងនេះគេគឺចង់ស្លាប់លឿនហើយមើលទៅលោកម្ចាស់ឆាប់ចាត់ការគេទៅដោយលើពួកអស់នឹងនិយាយអត់ដឹងខ្យល់អីបែបនេះលូយ៉ាងក៏បាននិយាយថាមនុស្សឆលងងពួកឯនេះមិនទុកចាំយូរទៀតនំតែប្អូនចឹងលូយ៉ាងគឺបានបញ្ចេញនៅក្បួនការបង្កើតដាវជានឹងយ៉ាងធ្វើការវេបហាយ៉ាងពេញទំហឹងទៅលើរូបកាយធម្មពលរបស់ឡុងយ៉ាងធ្វើឲ្យគេស្ទើរតែរងមិនចង់តន់ហើយបើទោះបីជាគេរងតន់ក៏ដោយក៏គេនឹងមិនអាចទប់ទល់ជាមួយនឹងការវិប្រហារលើកនេះរបស់លូយ៉ាងបានដដែលនឹងចឹងហើយក៏ត្រូវបានជំនាញការវិប្រហារលើកនេះរបស់លូយ៉ាងបំផ្លាញនៅរូបកាយធម្មពលរបស់គេហើយធ្វើឲ្យគេប៉ើងទៅខាងក្រោយបុកផ្ទប់ជាមួយនឹងភ្នំតូចក្បែរនោះមួយទំហឹងធ្លាក់ចូលមកខាងក្រោមត្រូវរបួសយ៉ាងខ្លាំងដោយសារតែបែបនេះក៏បានធ្វើឲ្យដែលព្រះឡុងយ៉ាងម្នាក់នឹងគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយស្ទើរតែមិនគួរជឿសម្បីតែអ្នកផ្សេងក៏ដូចគ្នាផងដែរហើយចៃដន្យសាច់រឿងនៃភាគទី6ក្នុងរដូវកាលទី3របស់យើងនេះក៏ត្រូវបញ្ចប់នៅត្រឹមហ្នឹងហើយនឹងឯងចុងក្រោយ admin ក៏មានអីនិយាយសិនដែរបើទោះបីជាមានអីនិយាយនៅចុងក្រោយហ្នឹងក៏អ្នកទាំងអស់គ្នាអត់ស្ដាប់ដល់ចប់ដែរអញ្ចឹងគឺមានប៉ុណ្្នឹងទេបាយបាយជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយក៏ដូចជាភាគបន្តទៀត